លោកនេះជាមកបណ្ដាកាយចិត្តនឹងសូនចាមនុស្សសត្វវត្ថុគឺនេះមើលទៅអ្នកដែលសម្រេចធ្វើទីណាកន្លែងណាបើលោកមិនប្រកាសថាសូនទេតើចេញចាកលោកយ៉ាងម៉េចទៅពីព្រោះដែលនៅក្នុងលោកនេះណាវានៅតែអត់មានសត្វបុគ្គលណាអញ្ចឹងតែសេចក្តីប្រកាន់ថាយើងអានឹងឯងដែលនៅក្នុងលោកគឺវានៅត្រង់អាសេចក្តីប្រកាន់នឹងទេតើដែលចាប់យកបញ្ញខណ្ឌមកធ្វើជាខ្លួនហើយអ្នកនៅក្នុងលោកហើយដែលចេញចាកលោកនឹងវាគ្មាននរណាចេញចាកជីកប៉ាល់ហោះទៅណាទេណាគឺឃើញលោកតាមសេចក្តីពិតម្ល៉េះហើយវាកំចាត់អាសេចក្តីប្រកម្មនេះគឺណាសេចក្តីប្រកម្មជានាមធัวនេះគឺណាដែលវាអាស្រ័យជាមួយនឹងភាពងឹតគឺអវិជ្ជានឹងវាបាត់ទៅតែប៉ុណ្្នឹងទេតើដែលមានវោហាថាណាជាដំណើរចេញចាកលោកដោយផ្លូវគឺអរិយមគ្គឬផ្លូវសតិប្បដ្ឋានដូច្នេះគឺជាការលះនៅអវិជ្ជាលះការប្រកាន់ខុសលះការយល់ខុសតែប៉ុណ្្នឹងទេណានៅក្នុងបណ្ណោវាទសូត្របេដកលេខ28ទំព័រ261ព្រះបណ្ណៈដ៏មានអាយុចូលកលព្រះដ៏មានពភាសូមអវាទទូលមានព្រះបរមសាស្តាទ្រង់ត្រាស់អំពីរូបសម្លេងក្លិនរសផតពៈនិងធម្មរម្មណ៍ណាបើកមើលក្នុងបណ្ណោវាទសូត្រណាអវាទព្រះអង្គហ្នឹងគឺសំដែងពីអារម្មណ៍6ហ្នឹងបើបុគ្គលមានតណ្ហាឧបាទានរីករាយក្នុងអារម្មណ៍នោះហើយព្រះអង្គត្រាស់ថាការកើតឡើងនៃសេចក្តីទុក្ខព្រោះការកើតឡើងនៃសេចក្តីរីករាយរួចទៅព្រះអង្គសំដែងអារម្មណ៍ទាំង6ហ្នឹងសាថ្មីព្រះអង្គត្រាស់ថាការរលត់សេចក្តីទុក្ខព្រោះការរលត់សេចក្តីរីករាយរួចហើយព្រះអង្គត្រាស់សួរព្រះបណ្ណៈដូច្នេះថាមនាលបណ្ណៈតថាគតទូលមានអ្នកដោយអវាទយ៉ាងសង្ខេបនេះហើយតើអ្នកនឹងទៅនៅជនបទណាណាអានឹងគ្រាន់តែប៉ុណ្ណឹងទេគ្រាន់តែលើកប៉ុណ្ណឹងទេគឺណាលោកមុនទៅណាទៅអ្នកដែលចូលទៅគាល់ព្រះបរមសាស្តាព្រះអង្គតែងតែប្រទាននៅពធទេសនារំលឹកដាស់តឿនទូលមានព្រានបដៅប្រាប់បញ្យល់គឺណាអានឹងគឺចូលគាល់ព្រះអង្គសូមអវាទគឺព្រះអង្គសម្ដែងប្រាប់រំលឹកដាស់តឿនណាអត់មានប្រាប់ទៅឲ្យទៅធ្វើធัวនេះឲ្យទៅធ្វើធัวនោះរឿងអធិស្រ័យរបស់បុគ្គលម្នាក់ទៅរស់នៅកន្លែងណាមានវិហេរធัวយ៉ាងណាក៏ប៉ុន្តែជាមួយពុទ្ធគឺព្រះអង្គបំភ្លឺប្រាប់នៅសច្ចធម៌តាំងពីដើមរហូតមកគឺព្រះអង្គប្រកាសសម្ដែងប្រាប់ពីទុក្ខហើយនឹងការរលត់ទុក្ខដូចជាអញ្ចឹងដូចជាអវាទរបស់ណាព្រះដែលអវាទក្នុងបណ្ណោវាទសូត្រអញ្ចឹងរបៀបអញ្ចឹងណាព្រះអង្គសម្ដែងពីទុក្ខហើយនឹងការរំលត់ទុក្ខអ្នកដែលចូលកល់ព្រះបរមសាស្តាព្រះអង្គតែងតែប្រទាននៅពធទេសនារំលឹកដាស់តឿនទូលមានព្រានបដៅប្រាប់បញ្យល់ឯចំណែកវិហេរធัวរស់នៅយ៉ាងណានៅកន្លែងណាគឺទៅតាមអធិស្រ័យបើជាបព្វជិតក៏ឲ្យសំរុំតាមព្រះវិន័យរបស់អ្នកបួសណាទៅក្តីនៅក្តីទីណាក៏មានភ្នែកជាមកអណ្ដាតកាយចិត្តដែរធัวពិតមាននៅក្នុងលោក6អត់មានទៅឃើញធัวអីរស់ធัวអីក្រៅពីលោក6ហើយជាបរមត្តធัวជារបស់ដែលមានពិតគឺរបស់បរមត្តណាបើមិនដឹងធัวក្នុងលោក6ទេឈ្មោះថារោគធัวពិតមិនឃើញឡើយឬថាជាបុគ្គលខ្វាក់ភ្នែកពោលគឺមិនមានបញ្ញាចក្ខុរបស់ដែលមានពិតទេនឹងឯងតែបញ្ញាត្រូវឃើញហ្នឹងហើយមានចំណុចមួយទៀតប៉ុណ្ណាព្រហ្មយានពិតប្រកបវីតសោកថេរៈបានសន្សំបុណ្យទុកមកតាំងពីភពមុន
ក្នុងព្រះសាសនានៃព្រះពុទ្ធសិទ្ធត្ថៈបានកើតក្នុងតកូលព្រាហ្មណ៍សិក្សាសម្រាប់ក្នុងវិជ្ជានិងសិលសាស្ត្ររបស់ព្រាហ្មណ៍ហើយលះបង់កាមទាំងឡាយបួសជាតបោះក្នុងព្រៃនឹងនៅក្នុងសាសនាព្រះពុទ្ធសិទ្ធត្ថណាពេលមួយបានដឹងដំណឹងអំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធក៏មានចិត្តរំភើបរីករាយហើយគិតថាការបានចូលគាល់ព្រះសម្មាសម្ពុទ្ធជាការក្រណាស់ដូច្នេះយើងគួរចូលគាល់ព្រះអង្គក្នុងកាលឥឡូវនេះជាតបោះហ្នឹងចឹងកាលនោះនៅសល់តែមួយយោជន៍កន្លះទៀតប៉ុណ្ណោះនឹងបានគាល់ព្រះពុទ្ធអង្គស្រាប់តែកើតខ្យល់ចាប់ធ្វើកាលកិរិយានៅតាមផ្លូវនោះឯងដោយសញ្ញាដែលបញ្ជូនទៅហើយនៅក្នុងព្រះពុទ្ធព្រះតបោះបានកើតក្នុងទេវលោកចុះឡើងក្នុងទេវតានិងមនុស្សទាំងឡាយជាច្រើនជាតិទៅជាតិចុងក្រោយនេះកើតជាប្អូនប្រុសពៅបង្អស់នៃព្រះបាទធម្មាសោកមានព្រះនាមថាវីតសោកៈវីតសោកៈរាជកុមារចម្រើនវ័យហើយក៏បានដល់នៅសេចក្តីសម្រេចក្នុងវិជ្ជានិងសិលសាស្ត្រដែលបានសិក្សារួមជាមួយនឹងខត្តយៈកុមារទាំងឡាយថែមទាំងបានសិក្សានៅព្រះសតន្តបិដកនិងព្រះអភិធម្មបិដកទាំងដែលខ្លួននៅជាក្រហោះដោយអាស្រ័យព្រះគិរិតតថេរៈថ្ងៃមួយបានទទួលកញ្ចក់អំពីដៃនៃជាងកាត់សក់ក្នុងវេលាដាក់ព្រះមាសកគឺកោពុកមាត់ពុកចង្ការបានសម្លឹងមើលព្រះវិរៈកាយឃើញមានស្បែកជ្រួញសក់ស្កូវជាដើមក៏ស្លុតសង្វេគញ៉ាំងចិត្តឲ្យធ្លាក់ចុះក្នុងវិបស្សនាលើកឡើងកម្មភាវនាជាព្រះសោតាបានលើអាសនៈនោះឯងបន្ទាប់មកក៏ចូលកាន់ភ្នោះក្នុងសំណាក់ព្រះគិរិតតថេរៈហើយសម្រេចព្រះអរហន្តក្នុងកាលមិនជាយូរប៉ុន្មានឡើយក្នុងបិដកលេខ56ទំព័រ183ព្រះវីតសោកថេរៈបានសម្ដែងថាកាលដែលកប្បកៈបរោះគឺជាកាត់សក់ចូលមករកយើងដោយគិតថានឹងកាត់សក់របស់យើងទើបយើងទទួលយកកញ្ចក់ពីដៃនៃកប្បកៈបរោះនោះហើយឆ្លោះមើលសរីរៈរាងកាយប្រកបជារបស់ទទេភាពងងឹតគឺអវិជ្ជាក្នុងកាយនេះដែលជាដើមហេតុនៃអំពើល្ងងខ្លៅបានប្រសិទ្ធចេញហើយកិលេសដូចជាសម្ពុតចាស់ដែលដាច់ដាច់ឬដូចជាពួកចោរដោយសេចក្តីថាលួចប្លន់នៅកុសលយើងបានផ្ដាច់ចោលហើយឥឡូវនេះភពថ្មីមិនមានទេព្រះថេរគាថាអស់ត្រឹមប៉ុណ្ណេះរឿងរ៉ាវនៃជីវិតរបស់ព្រះវីតសោកថេរៈបង្ហាញឲ្យយល់ថាកំពុងឆ្លោះកញ្ចក់សតិប្បដ្ឋានក៏កើតឡើងបានព្រហ្មយានដ៏ប្រសើរមកដល់ក្នុងខណៈនោះបុគ្គលនោះជាអ្នកប្រាជ្ញអាស្រ័យព្រហ្មយានចេញចាកលោកនៅសង្ស័យទៀតទេអ្វីជាតួបដិបត្តិមិនមែនត្រង់នៅស្រុកឬនៅព្រៃឬក៏នៅត្រង់ធ្វើអ្វីដែលជាការខុសប្រក្រតីនៃជីវិតនោះទេបដិបត្តិធម៌គឺបានដល់បានដឹងបានឃើញនៅធម៌ពិតជាបរមត្ថជាសភាវៈធម៌ក្នុងលោក6លោកឯណានីមួយមានលោកភ្នែកជាដើមបដិបត្តិធម៌បានឃើញលោកសូន្យចាកមនុស្សសត្វវត្ថុនិងទីកន្លែងណាទាំងអស់រូបារម្មណ៍ជាសភាវៈរូបក្នុងលោកភ្នែកទោះជាចិត្តក្នុងមโนទ្វារគិតថាជាមនុស្សឬវត្ថុនេះនោះឬជាទីក្រុងជាវាលស្រែជាព្រៃជាអ្វីក៏ដោយតែរូបជាសភាវៈប្រកបក្នុងលោកភ្នែកមិនមែនសំឡេងមិនមែនក្លិនមិនមែនរសមិនមែនផតថពៈនិងមិនមែនជាចក្ខុវិញ្ញាណដែលជាតួឃើញរូបនោះឡើយណាអានឹងរបស់ដែលមានចឹងជាបរមត្ថច្បាស់ពិតប្រកបរបស់ដែលមានជាបរមត្ថណាអានឹងមិនងាយប្រកបទេណាងាយប្រកបទេគេណាវានៅជារឿងវានៅជាវត្ថុគេណាវានៅជាមនុស្សណានៅជារឿងយើងរឿងគេអីវាអត់តន់
លោក6នឹងប្រកាសឡើងថាសូន្យ